រឿងអសូរកាយវត្តទួលខ្នាសាច់រឿងនេះអេដមីនទទួលបានពីបងសំងឿនដែលបងរស់នៅក្នុងឃុំខ្លុងពពកស្រុកទឹកខុសខេត្តកំពង់ឆ្នាំងអញ្ចឹងសាច់រឿងទៅដល់ខ្លុងពពកម្ដងទៀតហើយអេដមីនសូមគោរពជម្រាបសួរបងប្អូនអ្នកខ្លុងពពកម្ដងទៀតដោយរឿងនេះកើតឡើងនៅក្នុងឆ្នាំ1988បាននិយាយទៅយូរហើយកាលនោះអេដមីនទើបតែអាយុ4ឆ្នាំឬក៏5ឆ្នាំទេអញ្ចឹងមិនបានដឹងទេតែចំនួនហ្នឹងដូចថាបងប្អូនដឹងហើយអគ្គិសនីក៏មិនទាន់មានគ្រប់គ្រាន់ឬក៏មិនទាន់មានប្រើឲ្យភ្លើងអាគុយហ្នឹងក៏មិនទាន់មានដូចថាជាទូទៅដែរប្រទេសណាមានក៏មានទៅប្រទេសណាអត់ក៏អត់ទៅកាលនោះបងបញ្ជាក់ថាគាត់មានអាយុ18ឆ្នាំបានលាឪពុកម្ដាយលាបងប្អូនលាមិត្តលាញាតិពីភូមិនោះមករស់នៅក្នុងវត្តដើម្បីរៀនធម៌បួសហើយរៀនធម៌នោះបានប្រហែល1ខែហើយរងចាំតែថ្ងៃបួសហើយណាអញ្ចឹងទៅវត្តនោះក៏កសាងព្រះវិហាររួចកសាងព្រះវិហារហ្នឹងកំពុងតែថាដីនឹងវាមិនស្មើគ្នាដីវាទាបអញ្ចឹងទៅព្រះចៅអធិការលោកក៏បានប្រកោកប្រកាសថាញាតិញោមពុទ្ធបរិស័ទអើយឥឡូវនេះវត្តយើងហ្នឹងកសាងព្រះវិហារអញ្ចឹងដីវានៅទាបសូមគោរពអញ្ជើញយុវជនយុវនារីចូលរួមគឺថាលើកដីដាក់នៅកន្លែងព្រះវិហារឲ្យវាបានស្មើគ្នាឲ្យវាខ្ពស់បានបុណ្យទាំងអស់គ្នាអីចេញចុះខណៈហ្នឹងបងបញ្ជាក់ថាយប់ទី1ហ្នឹងមានកំឡោះមានកំមុំមានក្មេងមានចាស់មកចូលរួមលើកដីប៉ុន្តែមកមិនច្រើនទេល្មមដែរអញ្ចឹងដល់ទៅពេលយប់ទី2រៀងច្រើនបន្តិចដល់ទៅពេលយប់ទី3ហ្នឹងកាន់តែច្រើនហើយបើនិយាយទៅអេដមីនតនចំនួនហ្នឹងវត្តសែនភាក៏អញ្ចឹងដែរលោកដាក់មីក្រូប្រកាសអញ្ចឹងទៅមានកំឡោះមានកំមុំមកជួយនិយាយថាសប្បាយដែរបងប្អូនចំនួនហ្នឹងគ្មានឡានដឹកដីគ្មានអេសកាវតើឯណាជោគដល់ឥឡូវនេះទេប្រើតែកម្លាំងមនុស្សអញ្ចឹងហើយកម្លាំងមនុស្សហ្នឹងលក្ខណៈរួមសាមគ្គីលើកទឹក3-4យប់គឺពេញហើយអញ្ចឹងវត្តខ្លុងពពកហ្នឹងយប់ទី3មនុស្សមកកាន់តែច្រើនបើនិយាយទៅអាគុយវត្តហ្នឹងមានតែមួយទេរួចអំពូលម៉ែត្រហ្នឹងមានតែមួយដែរនោះចាប់កន្លែងគឺថាកន្លែងកាប់ដីត្រូវការភ្លឺអញ្ចឹងណាកុំឲ្យកាប់ទៅប្រប៉ះពីគ្នាអញ្ចឹងអំពូលម៉ែត្រមួយហ្នឹងចាប់កន្លែងកាប់ដីបំភ្លឺកន្លែងកាប់ដីហ្នឹងដល់ទៅពេលកន្លែងដែលត្រូវចាក់ហ្នឹងវាល្ងឹតដល់ទៅពេលវាល្ងឹតអញ្ចឹងទៅព្រះចៅអធិការលោកប្រកាសទៀតហើយញាតិញោមណាមានអាគុយឲ្យលោកខ្ចីសិនមកបំភ្លឺ2-3យប់ចាក់ដីនឹងពេញហើយចាំយកទៅវិញខណៈហ្នឹងគេក៏ឲ្យដំណឹងថាផ្ទះឪពុកមីបងងឿនដែលជាអ្នកជួបសាច់រឿងហ្នឹងគាត់មានអាគុយ70អាគុយ70អំពែហ្នឹងភ្លឺខ្លាំងអញ្ចឹងតែវាធំវាធ្ងន់អញ្ចឹងណាគណៈហ្នឹងបតិជគុណហ្នឹងក៏លោកឲ្យទៅយកឲ្យបងងឿនហើយនឹងនេនមួយអង្គទៀតបើនិយាយទៅនេននៅក្នុងទីនេះលោកមិនមែននេនតូចទេគឺនេនធំលោកមិនខ្ពស់ទេមានរាងកាអាញបងប្រុសបញ្ជាក់ថាកាអាញសាច់រាងណែនអញ្ចឹងណាល្មមទៅថាអាចលីអាគុយរួចដូចគាត់ខណៈហ្នឹងព្រះចៅអធិការក៏ប្រើទៅឲ្យទៅយកអាគុយទៅឪពុកមីហ្នឹងពេលហ្នឹងគាត់ធ្វើដំណើរជាមួយនឹងលោកចេញពីវត្តហ្នឹងទៅឆ្លងកាត់ព្រៃឫស្សីនៅពីចំហៀងវត្តដល់ទៅពេលឆ្លងកាត់ព្រៃឫស្សីវានៅប្រឡប់វាមានតាន់អីម៉ោងតែ7ជាងតិចតួចអញ្ចឹងដើរទៅប៉ុន្តែគាត់បញ្ជាក់ថាកន្លែងហ្នឹងពីអ្នកលោកតែលោកក៏ខ្លាចគាត់ក៏ខ្លាចរួចទៅដល់កន្លែងព្រៃឫស្សីហ្នឹងមិនហ៊ាននិយាយគ្នាទេគ្រាន់តែថាដើរឯព្រៃឫស្សីហ្នឹងណាដើរទៅរៀងព្រៃឫស្សីរៀងធំណាតម្រាំតែផុតដល់ទៅពេលផុតហើយអញ្ចឹងចិត្តដល់ផ្ទះឪពុកមីគាត់ក៏និយាយថានិគុណខ្លាចអត់ពេលហ្នឹងលោកក៏ប្រាប់ថាអីរឿងអីមិនខ្លាចគឺខ្លាចអញ្ចឹងសន្យាគ្នាណាថាមានរឿងអីក៏អត់រត់ចោលគ្នាដែរសន្យាគ្នាជាមួយលោកក៏ឆ្លើយទៅពោញោមឯងកុំរត់ចោលអាត្មារត់អត់រួចទេស្លៀកស្បង់អញ្ចឹងខណៈហ្នឹងទៅដល់ផ្ទះឪពុកមីហ្នឹងឪពុកមីក៏បានមូលខ្សែអំពូលម៉ែត្រហ្នឹងហុចនិយាយថាប្រគេនលោកឲ្យកាន់ទៅហើយឲ្យបងងឿនហ្នឹងគាត់លីអាគុយហើយបងងឿនហ្នឹងក៏លីមកដល់ដូចថាបានមកស្រែវាវែងដូចថាវាឆ្ងាយដែរវាធ្ងន់ដល់ធ្ងន់អញ្ចឹងទៅប្រាប់ទៅដូចគុណជួយលីកណាម្ដងមានដូចគុណលីអាគុយសមណាស់
ขณะนั้นโลก็หอยปูแมดนั้นเอาទៅបងងឿនវិញទៅលោកលីដល់ទៅពេលលោកលីដើរទៅថាពាក់កណ្ដាលស្រែដល់ព្រៃឫស្សីហើយព្រៃឫស្សីហ្នឹងពេលដែលគាត់ទៅអត់មានអីចម្លែកទេដល់ទៅពេលគាត់មកវិញស្រាប់តែមានពពួកប្រែតហើយនៅក្នុងនេះអេដមីនដាក់ថាសូរកាយអញ្ចឹងអសូរកាយវាបានដល់ពពួកអស់ហ្នឹងហើយមៀតធំធំចេញពីព្រៃឫស្សីហ្នឹងមានស្រីមានប្រុសរួចមានស្រីមានប្រុសអញ្ចឹងទៅបងងឿនជាមួយនឹងលោកឃើញគេចេញមកពីព្រៃឫស្សីប៉ុន្តែគេចេញមិនទាន់ផុតទេតែឃើញខ្លួនគេពាក់កណ្ដាលខ្លួនអញ្ចឹងណាឃើញសម្ោលស្ទង់បែបព្រាមមិនសូវច្បាស់គាត់ក៏ចេះតែធ្វើដំណើរជាមួយនឹងលោកស្រាប់តែទៅដល់ដូចថាខាងមុខព្រៃឫស្សីហ្នឹងគេក៏ចេញផុតពីព្រៃឫស្សីហ្នឹងមកដែរដល់ទៅពេលមកដល់ជួបគ្នាញាច់អញ្ចឹងទៅបងងឿនស្រែកប្រាប់លោកធរិគុណតោះរត់ទៅគួរឲ្យខ្លាចអញ្ចឹងណាគាត់ភ័យគាត់ខ្លាចគាត់រត់លោកក៏រត់គាត់ក៏រត់ប៉ុន្តែរត់ហ្នឹងគាត់បញ្ជាក់ថារត់អត់ទៅមុខទេទាំងលោកទាំងគាត់គឺរត់ទៅក្រោយវិញដល់តែរត់មែនតែនដូចទៅតែថាដល់ព្រៃឫស្សីនឹងអញ្ចឹងដល់ទៅពេលហើយគាត់ប្រឹងបន្តរត់ជាមួយនឹងលោកថាទីគុណឲ្យលឿនឡើងទីគុណឲ្យលឿនឡើងប៉ុន្តែលោកនឹងគាត់បញ្ជាក់ថាអាណិតដែរអាណិតលោកត្រង់ថាអាគុយនឹងគឺអត់ហ៊ានទម្លាក់ទេនៅលីនៅកកហ្នឹងបងប្អូនលីនៅកកហ្នឹងប្រឹងរត់ជាមួយនឹងគាត់ឲ្យស្មាតោសជើងរបស់លោករៀងខ្លីៗអញ្ចឹងមើលទៅញាប់តែអត់ទៅមុខដល់ពេលដល់ពាក់កណ្ដាលដូចថាកន្លែងប្រែតគេចេញហ្នឹងប្រែតហ្នឹងក៏គេអោនមើលលោកហើយគេអោនមើលគាត់ដល់ទៅពេលគេអោនមើលលោកមើលគាត់នេះពួកទាំងអស់ហ្នឹងមានស្រីមានប្រុសគេនាំគ្នាសើចពួកគេនាំគ្នាសើចអញ្ចឹងទៅបងសំងឿននេះគាត់ប្រាប់ថាដេគុណមិនបាច់រត់ទេដេគុណនៅកន្លែងហ្នឹងហើយរួចដល់ទៅពេលលោកហត់ពេកអញ្ចឹងលោកក៏ឈប់លោកឈប់ហ្នឹងលោកសូត្រធម៌ហើយសូត្រធម៌ហ្នឹងបងងឿនប្រាប់ថាមិនដឹងធម៌អីទេសូត្រទៅរៀងដូចថាស្ដាប់អត់យល់រៀងតដិតអញ្ចឹងណារួចទៅគាត់ក៏ប្រាប់ថាដេគុណនៅកន្លែងហ្នឹងហើយចាំកណារត់ទៅហៅគេឲ្យជួយរួចទៅបងងឿនហ្នឹងគាត់ប្រឹងរត់តែម្នាក់គាត់ហ្នឹងរួចដេគុណហ្នឹងនៅឈរត្រឹងមកកន្លែងតែឈរត្រឹងមកកន្លែងហ្នឹងបងងឿនបញ្ជាក់ថាបងហើយអាគុយនៅនឹងកកអត់ប្រឡែងអត់ទម្លាក់ទេអត់ដាក់ចុះទេនៅឈរដៃកាន់អាគុយហ្នឹងមាត់ចិត្តសោតហើយសោតហ្នឹងមិនដឹងធေါ်អីខ្លះទេគាត់ហ្នឹងចិត្តតែប្រឹងរត់ឲ្យថាឲ្យលឿនទៅដល់វត្តខាងប្រាប់គេឲ្យជួយនោះប៉ុន្តែគាត់រត់ហ្នឹងក៏វេទនាដែរអត់ទៅមុខទេតោះតែរត់យូរបានថាដល់របងវត្តខណៈពេលដល់របងវត្តនេះគាត់ក៏ស្រែកឆាវឡោថាខ្មោចលងប្រែតលងអសូរកាយលងចេះតែស្រែកអញ្ចឹងទៅអ្នកដែលកំពុងតែលើកដីគេស្ទុះមកដូចថាស្រហើយរួមជាមួយនឹងបច្ចាអធិការក៏លោកនិមន្តមកអញ្ចឹងលោកផងគ្នាក៏លោកមកដែរគេថាខ្មោចនៅឯណាអញ្ចឹងទៅខ្មោចនៅកន្លែងព្រៃឫស្សីហើយព្រៃឫស្សីហ្នឹងក៏មិនឆ្ងាយពីវត្តហ្នឹងដែរដូចថានៅជាប់វត្តដែរទេលោកនឹងដូចថាអ្នកលើកដីសែងដីក៏ចេញផុតពីវត្តអញ្ចឹងទៅបច្ចាអធិការលោកនិមន្តមកដល់កន្លែងលោកនេនដែលលីអាគុយដៃមកខាងហើយឈរសូត្រធម៌ឈរសូត្រធម៌ទៅបច្ចាអធិការលោកមុនដល់កន្លែងហ្នឹងលោកមិនទាន់មាត់ព្រាមទេរួចប្រែតហ្នឹងក៏គេដូចថាឃើញមនុស្សមកច្រើនក៏គេទៅបាត់អស់ទៅប៉ុន្តែលោកនេនដែលលីអាគុយដៃមកខាងហើយឈរសូត្រធម៌គឺលោកបិទភ្នែកអញ្ចឹងប្រែតទៅឬក៏នៅលោកអត់ដឹងទេលោកដឹងតែសូត្រធម៌ខណៈហ្នឹងបងងឿនថាបងអើយធម៌ថ្វាយបង្គំធម៌សូត្រឆានធម៌សូត្រមុនមកអស់ហើយដល់អញ្ចឹងទៅបច្ចាអធិការនិមន្តមកដល់លោកក៏ទះស្មាលោកនេននឹងមួយដៃណាទះស្មាមួយដៃបាច់លោកស្រែកទៅមកស្រែកមកទៅផឹងថាអាត្មាដឹងអីទេអាត្មាដឹងអីទេអាត្មាចិត្តតែសូត្រទៅនេះស្រែកអញ្ចឹងរួចទៅដូចថាអ្នកដែលគេមកមើលដែរអ្នកសែងដីហ្នឹងគេនាំគ្នាសើចលោកនេនហ្នឹងក៏បើកថាភ្នែកបើកភ្នែកមើលទៅជុំវិញសុទ្ធតែមនុស្សអញ្ចឹងទៅពេលហ្នឹងគឺថាលោកអៀនដែរហើយលោកអៀនដែរអញ្ចឹងទៅក៏លោកប្រាប់ប្រជាអធិការឲ្យជួយដាក់អគុយចុះធ្ងន់ណាស់ហើយពេលហ្នឹងអេដមីនសើចដល់បងប្អូនសើចថាខ្មោចលងនោះអត់ធ្ងន់ទេអគុយហ្នឹងដល់តែពេលខ្មោចលែងលងបានធ្ងន់អគុយប្រជាអធិការក៏លោកដាក់ចុះទៅ
เจ้าอธิการมันจิตจักเตบองโอนลูกที่ทาประจุนเติมแต่หาสายจังเต้ลูกช่วยด่าโกยหนึ่งจ้อลูกชัวทาเมียนเรื่องไอสัวประเจปีเนี่ยนั่งเตียงโลกเตียงบองเงินนั่งบองเงินนั่งก็ปรับตามนั่งเต้โลกก็ปรับตามนั่งเต้ทาเคยเวียโดยทาปุปลายนั้นเจนปีเปรย์หรือไซhồi tới trongหรือไซนั้นบานแต่เติมจะแก่เกเต้hồiกี่มาดอนกี่เอามือมุกยมกันหน้ามือมุกแต่งบองเงินเตี้ยhồi tớiเคยปุกยมรถกี่ซ้ายไอ้ซ้ายยมกันหน้าคลายเพื่อยมรถยมกันหน้ารถอัดรูดเต้รูดให้ยมกันหน้าโชว์ตั้งบัดในโซทอตั้งมันดังถ้าโซทอไอ้คลาเต้ทอกันหน้าเจ็บประมาณนั้นประมาณมาเอาให้แต่จังtớiโลกให้นั่งบองเงินเนี่ยก็ไปทานนอมคณีtừวอดtới hơiไปเจ้าอธิการก็โลกปรับทาโลกเซนเอาช่วยโยกุยหนึ่งตื้ออันนั้นปีเนี่ยนี่ตอนแต่เปtừดอนวอดนั่งโยกกุยนี่จับในกระไลจับได้นี่พลือตื้อคุยตะปรึกลางตื้อบองเงือนนั่งลูกเนนมาอ้อนชื่อกระดาษคลวนจังนะแต่เปชื่อกระดาษคลวนตื้อบองเงือนนั่งกอดชื่อดิซ่ากอดคลายเป้hồi tới lục nên mà ông nó phải chào ở thì ca lục mà xua chứ ta chư vì chết tầm mấy lục rạp tha cả na ọt chư cái đai luôn ấy thì cả na chư co với chư co chẳng tới ngựa bật ruồi tại ban này dây tới co rồi bỏ lục mà rồi bỏ lục lần chua mà bòn ôn à coi nó bị sờ cọt du về nhá thì lục rồi tới vì lẹ phong nó chân cọp và co lục ban này dây tới đặt lục nên năng rồi ọt ruồiขณะนั้นพระเจ้าอธิกาโลกก็กึศธาบาสันจะตกเปรย์หรือไซนั่นเต้ถือเอาโลกคลาดถือเอาปุถบริษัทคลาดได้ลงมันเฮียนถือดำนาตามนั่งเตะคลาดจังก็เอาเนี่ยสระนั่งรวมแต่งโลกกับเปรย์หรือไซนั่นเต้เนี่ยนายกถือไอ้ก็โยเต้โยถือออกดดโยถือกลายนาหรือมือก็กลับออกปีกลายนั่งเต้โยกตีตังนั่งดำใบเบอร์สลาชันโยกกลายตรีริไซนั่งเบอร์สลาชันแบบตัวสอบไงนี่เต้จังสัจเรื่องนี้มีแต่ปนังเตะบองปอนแตะตองจีมวยหนึ่งเรื่องระบบบองเงินในคลองปปอกให้หนึ่งแตะตองจีมวยหนึ่งเล่นมาอ๋องได้เลียกุยบานิเยตันนัดโลกได้บองปอน้อยกอบกุยหนึ่งก็ก้อให้รถนั่งบันเทียนไปเลยกุยหนึ่งเจ้าหรือมวยก็ตกกุยได้สกจัดลีแต่กุยอย่าบองปอนดังกุยจัดเมนสราเตะงุนนะจังอคนบองปอนถึงออกนี่เอ็ดมินสบายตื้อมีการขอชกงส่งบองปอนคันไตอภัยโตดอลเอ็ดมินพองเจีจงกร้อยส่งออกคนหนึ่งส้มจุมเรียบเรียเรื่องอรุณทศปูขม้าสีไอโกใส่เรื่องนี้เอ็ดมินตัวบานปีปอนใส่ฮาดอได้โดยปอนบานปรับใส่เรื่องจำนวนปีเรื่องจังเอ็ดมินทเวอร์แต่งปีเรื่องขนมทั้งไงแต่มวยแต่ครอนแต่ทากัดจีปีจังจ้องบองปอนแต่ซาแต่ใส่เรื่องนิ่งเวงเป๊ะหายก็จีเรื่องเซ็งเคลียจังนะแต่สถัดเนื้อขนมพุงแต่มวยเต้บองบานเป็นเจ้าทาเรื่องนี้การล้างเนื้อพุงกระดอลสลบบวลคล้ายบัดดำบองใส่เรื่องระบอบโอนมุนนั้นก็สถัดเนื้อมาดมพุงกระดอลนั่งโดยนี่บางในเยอะทานเนื้อตีตังแต่มวยหายขมเอานั้นก็แต่มวยได้แต่เตยลงจังนะจังเรื่องนี้เอ็ดมินđãจำนองเชิงทาปุกมาซีไอโก้โดยซาแต่เตยขมเอาล้งเติบบรรดาเลยก่อนไปทาบริโภคสมัยรวมจิมวยหนึ่งไอโก้เราโหตึกดอลมันตีเป็ดนั่งเป็ดเอโก้มือของปวกกอดตะเขินสมัยให้หนึ่งไอโก้แม่จังบัสันจิตใจเรื่องนี้ลือดอลบุกมาให้สมคันแต่อภัยโตดอลเอ็ดมินพ่อโดยซาแต่เมียนตัวในตีจินเดสบายเรื่องปัดจังเอ็ดมินโดยทาเฉินเละปรับตรองตะบองปอนให้บองปอนแต่บ้านสดับใส่เรื่องระบปอนใส่หาเรื่องแต่เอ็ดมินได้จำนองเชิงทาแมนนั้นบองปอนปะหายจีบานเฉียบเรื่องขมอยเรื่องเตะบันยังคลักหายขมอยเรื่องเตะบันยังขมอยเนี่ยมินมันเนี่ยนั่งก้อนเมียนครัวซาตรำเต้าปันใต้ครัวซาระบอกกอดนั่งจับประดามโดยทากอดผักสาบองปอนกดผักสาซอน้องผักติ่งดองบันติ่งดองเราโหตัวแต่กอดเยียนโดยขณะเปกอดเยียนมันแมนทาประปนระบอกกอดนั่นมันปรับดีปรับนายนวมแต่ไอเอ้ยกุมพักสระซอมันละอเต้ประการผักยูตัวไอถั่วเยียนถั่วหยอดใดหยอดเชิงปลำล้างอวดจึงเอาจังนั้นนะบัสันจิมันบานดอกไม่
ដល់ទៅពេលបានដកមេឲ្យទៅធ្វើឲ្យដៃជើងហ្នឹងវាលែងញាក់លែងញ័រគណៈហ្នឹងប្តីរបស់គាត់ដូចថាមិនតាមប្រពន្ធទេហើយចាស់ពីដើមតែងតែនិយាយថាបើមិនជឿស្រីអស់ក៏បីទៅនោះអញ្ចឹងគ្រួសាររបស់គាត់ក៏ជីវភាពយ៉ាប់យ៉ឺនដែរគណៈដែលប្តីរបស់គាត់មិនជឿប្រពន្ធអញ្ចឹងណាបងប្អូនដល់ទៅពេលអញ្ចឹងទៅអ្នកមីងដែលជាប្រពន្ធហ្នឹងដើរតួប្រុសផងស្រីផងការងារខាងក្រៅក៏គាត់ការងារខាងក្នុងក៏គាត់ហើយគណៈថ្ងៃមួយហ្នឹងគាត់និយាយថាធ្វើដំណើរមកស្រែរបស់គាត់រដូវខែភ្លៀងដើមឆ្នាំអញ្ចឹងស្រុកណាដូចស្រុកណាដែរបងប្អូនគេតែងតែទៅមើលភ្លឺស្រែគេទៅទប់ភ្លឺកន្លែងណាដែលគេកាប់ផ្លូវរទេះអញ្ចឹងយើងទប់វាទៅដល់ទៅពេលមេឃភ្លៀងមកវាជាប់ទឹកហើយស្រែខ្លះទៀតទៅគេរាយអាចគោគេទិញអាចគោចាក់ក្នុងស្រែអញ្ចឹងទៅគេរាយវាសម្រាប់ដូចថាដាំដំណាំដាំត្រសក់ដាំអឺលឹកឬមួយក៏ធ្វើកន្លះធ្វើស្រូវធ្ងន់ស្រូវស្រាលអីតាមហ្នឹងដល់ទៅពេលអញ្ចឹងទៅអ្នកមីងហ្នឹងគាត់មកស្រែរបស់គាត់ហ្នឹងមកតែម្នាក់ឯងប្តីរបស់គាត់អត់មកទេរវល់ដើរផឹកហើយអ្នកស្រុកអ្នកភូមិហ្នឹងក៏គេមកដែរតែគេមកស្រែរបស់គេដែរអញ្ចឹងណានៅក្នុងស្រែរបស់គាត់មានតែគាត់ម្នាក់ឯងទេគណៈនឹងមេឃវារោភ្លៀងមេឃវារោភ្លៀងអញ្ចឹងទៅវារលឹមរលោភ្នែកទោលព្រិកអញ្ចឹងណាបងប្អូនហើយអ្នកភូមិនៅក្បែរហ្នឹងគេក៏គេថាគេនាំគ្នាទៅផ្ទះគេខ្លាចភ្នែកបន្ទោលនោះអញ្ចឹងគេនាំគ្នាទៅហ្នឹងគេទៅដល់គេថាផុតដើមស្នាយហ្នឹងទៅហើយស្រាប់តែគេនឹកឃើញថាអេផ្លិចហៅនាងធោមកផ្ទះដែរហើយមេឃកំពុងតែអញ្ចឹងផងតោះទៅហៅនាងធោមកផ្ទះស្រាប់តែពេលហ្នឹងអ្នកភូមិដូចថាដើរបកក្រោយវិញបានប្រហែលជា 2-3 ជំហានស្រាប់តែលឺសូររន្ទះបងប្អូនផ្លេចបន្ទោលវាលន់តែព្រីកអញ្ចឹងទៅលន់សូផាំងទៅអ្នកភូមិគិតថាទេរន្ទះនេះមិនឆ្ងាយប្រហែលទេដល់អញ្ចឹងគាត់បន្តដំណើរទៅដល់ស្រែមីងធោហ្នឹងស្រាប់តែឃើញមីងធោហ្នឹងបាសជើងទៅហើយគាត់ស្លាប់ដោយសាររន្ទះអញ្ចឹងណាបងប្អូនដល់ទៅពេលគាត់ស្លាប់អញ្ចឹងទៅអ្នកភូមិមានប្រុសមានស្រីហ្នឹងភ័យឆោឡោគ្រាន់តែគិតថាខ្លាចមីងធោហ្នឹងត្រូវរន្ទះអញ្ចឹងទៅនាំគ្នាមកហៅដល់ទៅពេលមកហៅមីងធោហ្នឹងស្លាប់បានជោគជ័យមែនអញ្ចឹងហើយពួកគាត់មានប្រុសមានស្រីនេះដូចថានាំគ្នាស្រាក់កន្សែងគ្នាអញ្ចឹងទៅចងធ្វើជាឈើហើយដូចថាផ្សែងសាក់សពគាត់ទៅផ្ទះវិញអញ្ចឹងគណៈហ្នឹងមេឃវាចង់យប់ដែរទៅហើយនោះដល់ទៅពេលអញ្ចឹងទៅផ្សែងគ្នាដូចតែច្រើនដែរបើតាមប្អូនបញ្ជាក់ទៅថា7-8នាក់ផ្សែងគាត់ម្នាក់ហ្នឹងអត់ចង់រួចទេផ្សែងគ្រាន់តែថាផុតស្រែរបស់គាត់បន្តិចទៅវាធ្ងន់ពេកអ្នកទាំងអស់គ្នានោះក៏ទម្លាក់សាកសពរបស់គាត់នៅកន្លែងដើមស្នាយហើយអេដមីនក៏ធ្លាប់និយាយដែររឿងដូចជាគ្រោះថ្នាក់ចរាចរណ៍អីបើសិនជាបុកគ្នាម៉ាំងស្លាប់អញ្ចឹងទៅណាវិញ្ញាណហ្នឹងគឺទៅពួននៅកន្លែងដែលដូចថាមានដើមឈើនៅក្បែរហ្នឹងឬមួយក៏មានបង្គោលភ្លើងឬក៏កន្លែងណាដែលអាចបាំងខ្លួនបានអញ្ចឹងទៅពួននៅកន្លែងហ្នឹងហើយគណៈសាកសពរបស់អ្នកមីងនេះបើនិយាយទៅគាត់គឺថាស្រែរបស់គាត់វាលភ្លឹងអញ្ចឹងទៅរន្ទះផាំងព្រាមវិញ្ញាណរបស់គាត់មិនទាន់ចេញទៅណាទេនៅក្បែរហ្នឹងអញ្ចឹងណាបើនិយាយទៅថាអត់មានកន្លែងពួនដល់ទៅពេលអ្នកទាំង7-8អ្នកនេះសែងសាកសពរបស់គាត់ទៅវិញ្ញាណរបស់គាត់អាចនឹងសន្ធិដ្ឋនៅក្នុងហ្នឹងអញ្ចឹងណាធ្វើឲ្យធ្ងន់ឬមួយក៏អ្នកមីងនឹងមិនទាន់ចង់ចាក់ចេញទៅណាអញ្ចឹងទៅធ្ងន់តែមែនតែនដល់ទៅពេលធ្ងន់គ្រាន់តែថាអ្នកសែងហ្នឹងផុតពីស្រែគាត់បន្តិចទៅគេទុកនៅក្បែរដើមស្នាយនឹងវាធំបែកមែកសាខាមានមលុបត្រឈឹងត្រឆៃអញ្ចឹងទៅហើយក៏នៅក្បែរនោះមានដើមឫស្សីគុំឫស្សីព្រៃដែរដល់ទៅពេលគេទម្លាក់នៅកន្លែងហ្នឹងទៅគេរៀបចំទៅថាសែងឬមួយក៏ឈប់ឲ្យបាត់ហត់អញ្ចឹងទៅចុះបងប្អូនឈប់ឲ្យបាត់ហត់អញ្ចឹងទៅគេក៏នាំគ្នាសែងម្ដងទៀតណាបងប្អូនសែងម្ដងទៀតស្រាប់តែស្រាលដូចតែមនុស្សយើងធម្មតាអញ្ចឹងគេសែងរហូតទៅថាដល់គិភូមិគេមិនហ៊ានយកចូលទៅក្នុងភូមិទេគេគិតថាខ្មោចរបស់គាត់គឺជាខ្មោចតៃហោងអញ្ចឹងទៅចុះបងប្អូនអេដមីនសុំស្វាទោដោយគាត់ស្លាប់ដោយសាររន្ទះអញ្ចឹងណា
ខណៈហ្នឹងអ្នកដែលផ្សេងទាំងអស់នោះគិតថាវិញ្ញាណរបស់អ្នកមីងប្រកាសជានៅកន្លែងដើមស្នាយនឹងហើយព្រោះថាយើងលើកដំបងចេញពីស្រែហ្នឹងធ្ងន់មែនទែនឈើដែលផ្សេងហ្នឹងសឹងតែថាបាក់ទៅហើយនោះអញ្ចឹងស្រាប់តែមកដល់កន្លែងដើមស្នាយទម្លាក់ចុះមួយសន្ទុះនាំគ្នាសែងភាសាទៀតស្រាលដូចជាមនុស្សធម្មតាអ្នកទាំង7 8អ្នកមានប្រុសមានស្រីគិតដូចគ្នាតែគ្រាន់តែថាมันមានអ្នកណានិយាយទេគណៈហ្នឹងដូចថាប្តីរបស់គាត់គាត់ស្វឹងផងនោះគាត់មកដល់គាត់មើលប្រពន្ធរបស់គាត់ហើយគាត់មិនបានយំអាណិតប្រពន្ធរបស់គាត់ទេបងប្អូនគាត់បន្តប្រពន្ធរបស់គាត់ទៀតគាត់ថាកុំទៅប្រាប់ឲ្យមិនជឿទេភ្នែកតូលមេឃមិនទៅស្រួលអញ្ចឹងនៅតែរឹងទៅហើយបើនិយាយទៅបងប្អូនដឹងហើយបើគាត់រវល់ទៅដើរផឹកអញ្ចឹងនោះបើប្រពន្ធគាត់មិនធ្វើតើអ្នកណាធ្វើអញ្ចឹងគាត់អត់មានអាណិតប្រពន្ធគាត់ទេមានតែបន្ទោសថែមអញ្ចឹងអ្នកភូមិក៏នាំគ្នាធ្វើបុណ្យក្រៅភូមិបងប្អូនដោយសារតែវិញ្ញាណសំទោសដោយសារតែខ្មោចរបស់គាត់គេគិតថាជាខ្មោចតៃហោងចង្រៃក្នុងភូមិអញ្ចឹងគេក៏ធ្វើបុណ្យក្រៅភូមិធ្វើបុណ្យក្រៅភូមិអញ្ចឹងទៅអ្នកភូមិដូចថាខ្លាចបងប្អូនខ្លាចយ៉ាងម៉េចបើតាមអ្នកដែលសែងមកនោះគេនាំគ្នាគិតថាវិញ្ញាណរបស់អ្នកមីងស្ទើរតែថាលងទាំងស្លាប់ភ្លាមហ្នឹងគេសែងទៅធ្ងន់ដល់ទៅពេលគេដាក់កន្លែងដើមស្នាយនឹងតាមមួយផ្លែតធ្វើឲ្យស្រាលវិញអញ្ចឹងណាខណៈហ្នឹងពិធីបុណ្យក៏បានចប់សពគ្រប់ទៅមួយដល់ទៅពេលចប់សពគ្រប់អញ្ចឹងទៅខ្មោចអ្នកមីងនេះចាប់ផ្ដើមលងបងប្អូនតែមុនដំបូងមិនមែនលងគេនៅក្នុងភូមិទេក្មេងពូដែលនាំគ្នាមកចាប់កង្កែបនៅក្បែរដើមស្នាយហ្នឹងបងអូនប្រុសបញ្ជាក់ថាលងខ្លាំងណាស់ដូចមានក្មេងទៅថា2 3នាក់បើនិយាយទៅអាចនឹងថាក្មេងជំទង់បងប្អូនមិនមែនក្មេងពេកទេគ្នាដូចថាឆ្លោះទៅឃើញកង្កែបទៅហើយកង្កែបហ្នឹងវាលោតនៅក្បែរគល់ស្នាយហ្នឹងដល់ទៅពេលកង្កែបនឹងលោតនៅក្បែរគល់ស្នាយគ្នាមិនបានដូចថាគិតដល់រឿងហ្នឹងហ៎គ្នាតាមចាប់តែកង្កែបគ្នា2 3នាក់ដល់ទៅពេលលោកដៃចាប់កង្កែបនៅក្រោមដើមស្នាយនេះស្រាប់តែកង្កែបនឹងវាធំជាងមុនណាវាធំជាងមុនបងអូនបញ្ជាក់ថាមិនមែនគាត់លោកដៃទៅចាប់កង្កែបទេដៃកង្កែបមកចាប់មនុស្សវិញណាធ្វើឲ្យក្មេងហ្នឹងរត់ថាបាសសក់ទាំងអស់គ្នានាំគ្នាមកដល់ផ្ទះវិញគ្រុនទាំងយប់អញ្ចឹងហើយប្រាប់ទៅឪពុកម្ដាយថាគ្មានអ្នកណាទេក្រៅពីមីងថោហ្នឹងហើយបន្តបន្ទាប់មកទៀតមានពូម្នាក់ហើយពូហ្នឹងដែលអេដមីនដាក់ចំណងជើងថាពូខ្មៅស៊ីអាចគោនោះបងប្អូនគាត់មកខ្វៀលគោហើយខ្វៀលគោហ្នឹងគាត់បញ្ជាក់ថាខ្វៀលគោពេលថ្ងៃទេពេលថ្ងៃគ្រាន់តែថារៀងថ្ងៃត្រង់ម៉ោង 12 អញ្ចឹងគាត់ក៏បកគោមកដល់កន្លែងហ្នឹងគាត់ថាលែងគោឲ្យស៊ីធម្មតាទៅគាត់ដើរទៅដេកកន្លែងដើមឈើអញ្ចឹងណាបងប្អូនស្រាប់តែថាលែងគោនៅកន្លែងស្រែមីងហ្នឹងស្រែដែលគាត់ស្លាប់ដោយសាររន្ទះហ្នឹងគាត់លែងគោទៅស្រាប់តែឃើញមានមនុស្ស 3 4 នាក់សុទ្ធតែជាមនុស្សស្គាល់គ្នាអង្គុយស៊ីផឹកប៉ុន្តែគាត់បញ្ជាក់ថាមិនដឹងកម្មវិធីអីទេនាំគ្នាអង្គុយស៊ីផឹកគាត់ក៏លេចមើលទៅក្នុងវងឃើញសុទ្ធតែសាច់ខ្លែមរួចសាច់ខ្លែមគាត់បញ្ជាក់ថាមានសាច់គោអាំងក៏មានត្រីងៀតក៏មានឆាក្រសាំងទៀបជាមួយនឹងសាច់គោក៏មានដែរម្ហូបខ្លែមហ្នឹងមាន 3 4 មុខនៅក្នុងស្រែរួចពេលហ្នឹងអ្នកស្គាល់ហ្នឹងបានហៅគាត់ទៅហូបជាមួយគ្នាហើយពូខ្មៅគិតថាសុទ្ធតែជាគ្នាឯងអញ្ចឹងមាននឹកដល់ខ្មោចលងឯណាទៅអង្គុយហូបជាមួយគេដល់តែពេលអង្គុយហូបជាមួយគេទៅបងប្អូនហ្នឹងដូចថាគេហុចមកគាត់ចេះតែហូបទៅហូបខ្លែមជាមួយគេខណៈហ្នឹងវាល្ងាចទៅហើយអញ្ចឹងគោវាទៅដល់ផ្ទះតែវាអត់ឃើញមនុស្សអញ្ចឹងក៏ឪពុករបស់គាត់រួមទាំងសាច់ញាតិរបស់គាត់មានថាប្រុសស្រីមករកន្លែងហ្នឹងស្រាប់តែឃើញពូខ្មៅកំពុងតែបោចស្មៅស៊ីដូចគោអញ្ចឹងបងប្អូនបោចស្មៅស៊ីដូចគោហើយដៃម្ខាងនោះកំពុងតែកាន់អាចគោខាំអាចគោនឹងហូបអេដមាននិយាយស៊ីទៅប៉ះពាល់ដូចថាមិនពីរោះស្ដាប់និយាយហូបវិញអេដមានសុំអភ័យទោសផងដៃម្ខាងបោចស្មៅនឹងហូបដៃម្ខាងទៀតកាន់អាចគោនឹងហូប
ខណៈពេលហ្នឹងដូចថាគាត់អត់ដឹងអីទេហើយហូបអញ្ចឹងទៅផឹកទឹកបន្លាយហូចបន្លាយហ្នឹងអេដមីនភ្លេចនិយាយថាបន្លាយហ្នឹងគឺកាត់ចំស្រែរបស់អ្នកមីងថោដែលត្រូវរន្ទះស្លាប់នេះគាត់ហូបផឹកអញ្ចឹងទៅឪពុករបស់គាត់ឃើញសភាពបែបនេះដូចថាចាស់ពីដើមអញ្ចឹងគាត់មានបាលីមានអាគមជាប់ខ្លួនរបស់គាត់នោះមិនដឹងថាគាត់សូត្រយ៉ាងម៉េចទេគាត់បែរមុខទៅទិសខាងលិចលើកដៃសំពះសូត្រផ្លុំដៃរបស់គាត់ទៅទះស្មាកូនប្រុសរបស់គាត់មកដៃផាំងទៅពូខ្មៅក៏ស្លាប់ទៅដល់ទៅពេលស្លាប់អញ្ចឹងទៅអ្នកស្រុកអ្នកភូមិយកទៅមន្ទីរពេទ្យអញ្ចឹងទៅដូចថាពេទ្យហ្នឹងគេពិនិត្យចុះពិនិត្យឡើងហូចទៅគេថាគាត់អត់មានឈឺអីទេមើលទៅបេះដូងរបស់គាត់ហ្នឹងបែបរៀងដើរញាប់អញ្ចឹងពេទ្យហ្នឹងក៏បានសួរទៅឪពុករបស់គាត់ថាមានរឿងអីភ័យរន្ធត់ទេទៅបេះដូងលោតញាប់អីចេះចុះគាត់ថាអត់មានទេបើនិយាយទៅគាត់ក៏ហក់ពេទ្យអញ្ចឹងណាគាត់ថាអត់មានទេហូចទៅគាត់ចង់ឲ្យពេទ្យហ្នឹងឲ្យឆ្លោះមើលនៅក្នុងពោះកូនរបស់គាត់នេះថាមានអីខ្លះអញ្ចឹងពេទ្យហ្នឹងគេអូបើសំទោសពេទ្យហ្នឹងគេអេកូមើលណាអេដមីនមិនសូវចេះនិយាយភាសាពេទ្យទេតែឮថាគេអេកូអញ្ចឹងអេកូតាមគេទៅគេឆ្លោះអេកូមើលទៅមើលចុះមើលឡើងស្រាប់តែក្នុងពោះឃើញសុទ្ធតែអាចគោហើយនឹងស្មៅពេទ្យក៏ឆ្ងល់ដែរសួរថាម៉េចកូនអ៊ំមិនបានគាត់ទៅហូបអាចគោនោះហើយនឹងស្មៅឃើញខៀវនៅក្នុងហ្នឹងអញ្ចឹងឬមួយក៏ឃើញបែបប្លែកខុសពីធម្មតាគេមើលស្គាល់អញ្ចឹងណាគេបានសួរគាត់ព្រោះគាត់ថាកូនរបស់គាត់នឹងឈួតជ្រូកនេះគាត់និយាយប្រាប់ពេទ្យអញ្ចឹងណាថាកូនរបស់គាត់ពូខ្មៅហ្នឹងឈួតជ្រូកទេដូចថាគ្នាដើរទៅស៊ីអីប្រទេសផ្ដាស់អញ្ចឹងណាខណៈហ្នឹងពេទ្យក៏គេវាយថ្នាំរៀបចំឲ្យដូចថាដឹងខ្លួនហើយគាត់ក៏នាំកូនរបស់គាត់មកផ្ទះវិញប៉ុន្តែខណៈពេលដឹងខ្លួនហ្នឹងគាត់ប្រាប់កូនគាត់ថាបើសិនជាពេទ្យសួរយ៉ាងណាកុំមាត់ធ្វើមិនដឹងធ្វើមិនលឺទៅដល់ទៅពេលអញ្ចឹងទៅកូនរបស់គាត់នេះគាត់យកមកផ្ទះគាត់ចេះដូចថាបាលីអាគមផ្សេងគាត់ចងដូចថាពាត់សីមាខ្លួនកូនរបស់គាត់ហើយទៅប៉ុន្តែបើនិយាយទៅកូនរបស់គាត់ពិបាកណាស់បងប្អូនគ្រាន់តែគិតទៅដឹងហើយខណៈដែលថាគោវាស៊ីស្មៅវាស៊ីដូចថា2ដងពីដំបងវាស៊ីលេបអញ្ចឹងណាបងប្អូនរួចហើយយើងបមកដល់ផ្ទះវិញវាទៅពីអៀងវាខ្ជាក់ស្មៅវាស៊ីហ្នឹងវាទៅពីហើយបានវាលេបចូលទៅវិញគេថាឲ្យម៉ត់អញ្ចឹងណាតែពូខ្មៅនេះគាត់មានទៅពីអៀងកើតឯណាបងប្អូនទម្រាំតែថាស្មៅនោះវារលួយអស់អាចគោនៅក្នុងពោះគាត់ហ្នឹងថាវាចេញមកវិញអេដមីនសុំស្មាតោមិនសមនិយាយពាក្យអសរោះអញ្ចឹងបងប្អូនកំពុងតែហូបបាយនាំពិបាកស្ដាប់ទម្រាំតែថាចេញមកវិញពូខ្មៅវេទនាខ្លាំងមែនតែនខណៈហ្នឹងឪពុករបស់គាត់ក៏ខឹងខណៈដែលឃើញកូនវេទនាអញ្ចឹងហើយគាត់និយាយថាគ្មានអ្នកណាក្រៅពីមីនឹងទេណែគាត់និយាយអញ្ចឹងបងប្អូនដល់ទៅពេលអញ្ចឹងទៅគាត់ក៏បាននិមន្តព្រះសង្ឃមកសូត្រមន្តរំដោះគ្រោះឲ្យកូនប្រុសរបស់គាត់នៅផ្ទះគាត់ហ្នឹងហើយក៏អារាធនាព្រះសង្ឃទៅរងាប់នៅកន្លែងដើមស្នាយរួមទាំងអាចារ្យយូគីផងទៅរងាប់កន្លែងដើមស្នាយហ្នឹងបោកបំរោលកន្លែងដែលអ្នកមីងហ្នឹងគាត់នៅរួចហើយក៏ធ្វើបុណ្យឧទ្ទិសឲ្យគាត់ទៅថាកុំមកសងសឹកជាមួយមនុស្សអីនាងស្លាប់ដោយសាររន្ទះទេគួរតែខឹងរន្ទះមិនក៏ត្រូវមកខឹងមនុស្សអញ្ចឹងណារៀបរាប់អញ្ចឹងទៅចាប់ពីពេលហ្នឹងដូចថារៀងស្ងាត់ប៉ុន្តែមិនមែនថាស្ងាត់រហូតទេយូរម្ដងដោយកាលប្អូនទៅដឹកដីអញ្ចឹងយូរឃើញហោះនៅលើដើមស្នាយនឹងម្ដងម្កាលដែរមិនមែនថាអត់ទេហើយបើនិយាយពីឪពុកពូខ្មៅហ្នឹងក៏បានប្រាប់ពូខ្មៅថាបើទៅខ្វៀលគោខ្វៀលអីកុំទៅខ្វៀលម្ដុំហ្នឹងជិះវាងឲ្យឆ្ងាយទៅក្រែងលោថាជន់ដានចាស់អញ្ចឹងណាបងប្អូនអញ្ចឹងសាច់រឿងនេះមានតែប៉ុណ្្នឹងទេតាក់ទងទៅនឹងរឿងរន្ធត់ពូខ្មៅស៊ីអាចគោអេដមីនដាក់ចំណងជើងអញ្ចឹងបងប្អូនហើយកុំសើចដោយសារតែរឿងនេះគឺជារឿងពិតតាក់ទងទៅនឹងអ្នកភូមិក្ដុលប្រកាសជាដឹងសាច់រឿងនេះអរគុណបងប្អូនទាំងអស់គ្នាបើសិនជាអេដមីនរៀបរាប់ទៅហើយមានការខុសឆ្គងដូចថាបទបាតអក្ខរៈចេញចនៈភាសាបាលីឬក៏សេចក្តីអធិប្បាយណាមួយដោយពុំសមរម្យក៏សូមខន្តីអភ័យទោសដល់ខ្ញុំបាទផងជាចុងក្រោយសូមអរគុណនិងសូមជម្រាបលា